ลิชมุขยมខ្ញុំមិនដឹងជាត្រូវខឹងម៉ែឬក៏ត្រូវបន្ទោសម៉ែឡើយម៉ែសម្លឹងមកខ្ញុំដោយកែវភ្នែកចម្លែកប្រៀបដូចខ្ញុំជាមនុស្សម្នាក់ដែលម៉ែមិនដែលបានស្គាល់ខ្ញុំនិយាយថាកូនជាកូនរបស់ម៉ែម៉ែងក់ក្បាលរួចសួរមកខ្ញុំថាក្មួយជាកូនអ្នកណាបេះដូងរបស់ខ្ញុំពេលនោះប្រៀបដូចជាបានធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅមួយខ្ញុំតែងតែគិតថាសេចក្តីស្រឡាញ់របស់ញាតិសន្តានមិនអាចផ្លាស់ប្ដូរបានឡើយជាម៉ែម្នាក់មិនអាចភ្លេចកូនដែលធ្លាប់បីបងតាំងពីតូចក្រូចឆ្មាធ្លាប់បំពេឲ្យកូនគេងរាល់ថ្ងៃតែពេលវេលាបានឆក់យកបាត់នៅការចងចាំរបស់ម៉ែបំណែកនៃការចងចាំទាំងនេះត្រូវបានប្រមូលផ្ដុំបន្តិចម្ដងម៉ែមិនអាចនៅចាំថ្ងៃកំណើតរបស់ខ្ញុំមិននៅចងចាំថ្ងៃដែលខ្ញុំប្រឡងធ្លាក់មហាវិទ្យាល័យអោបម៉ែយំដោយកូនក្មេងម៉ែក៏មិនអាចនៅចងចាំថ្ងៃដំបូងដែលកូនបានជូនម៉ែទៅលេងសមុទ្រម៉ែសើចសប្បាយប្រៀបដូចកូនក្មេងដែលទទួលបានស្ករក្រខ្ញុំក៏ធ្លាប់ខឹងនឹងម៉ែដែលក្នុងចំណោមមនុស្សជាច្រើនម៉ែបែរជាភ្លេចតែរូបខ្ញុំម្នាក់ខ្ញុំឈរនៅទីនេះសម្លឹងទៅកាន់ម៉ែប្រៀបដូចជាមនុស្សដទៃដោយភ្លេចគិតថាម៉ែគឺនៅតែជាម៉ែទោះបីជាម៉ែហៅឈ្មោះខ្ញុំថាជាអ្វីក៏ដោយមានរឿងខ្លះដែលម៉ែមិនអាចភ្លេចនោះគឺរាល់ព្រឹកម៉ែតែងតែចាក់ទឹកក្តៅអ៊ុនទៅក្នុងកែវទុកឲ្យខ្ញុំផឹកដើម្បីកម្ដៅរាងកាយមេត្រជាម៉ែតែងតែយកអាវរងាបំពាក់លើរាងកាយខ្ញុំរៀងរាល់ពេលដែលទៅធ្វើការខ្ញុំអង្គុយស្ងៀមហើយគិតថាក្តីស្រឡាញ់វាមិនមែនស្ថិតនៅលើការចងចាំគឺវាស្ថិតនៅក្នុងបេះដូងខ្ញុំធ្លាប់រងចាំម៉ែឲ្យនឹកឃើញពីខ្ញុំវិញតែពេលនេះខ្ញុំដឹងហើយថាសំខាន់គឺម៉ែនៅតែស្រឡាញ់កូនទៅតាមសភាពរបស់ម៉ែថ្ងៃដែលម៉ែភ្លេចឈ្មោះខ្ញុំគឺជាថ្ងៃដែលខ្ញុំចេះហៅពាក្យម៉ែនៅក្នុងបេះដូងមិនមែនហៅដោយហេតុផលនោះឡើយហើយខ្ញុំក៏បានទទួលនៅមេរៀនមួយថានៅពេលដែលស្រឡាញ់អ្នកណាម្នាក់មិនចង់ដឹងថាគាត់មើលមកយើងជាអ្នកណានោះទេគ្រាន់តែដឹងថាគាត់ស្រឡាញ់យើងគឺគ្រប់គ្រាន់ណាស់ទៅហើយ